អំពីអំពើចោរកម្មលួចម៉ូតូដែលកើតមានជាបន្តបន្ទាប់នៅតំបន់របស់ពួកគេចាប់តាំងពីមុនរដូវភ្ជុំបិណ្ឌបញ្ហានេះប្រជាពលរដ្ឋទាមទារឲ្យសមត្ថកិច្ចនៅក្នុងមូលដ្ឋានពង្រឹងសកម្មភាពសន្តិសុខរបស់ភូមិឃុំសុវត្ថិភាពថែមទៀតលោកហងសាយុទ្ធមានសេចក្តីរាយការណ៍ជុំវិញរឿងនេះមន្ត្រីក្រុមប្រឹក្សាស្រុកវ៉ារិនកំពុងជំរុញឲ្យអាជ្ញាធរស្រុកនិងកម្លាំងសន្តិសុខបំបត្តិសកម្មភាពចោរលួចម៉ូតូដែលកើតមានរយៈពេលប្រមាណ2ខែមកនេះសមាជិកក្រុមប្រឹក្សាស្រុកវ៉ារិនម្នាក់ក្នុងចំណោមជាច្រើនទៀតគឺលោកតុនឈួបលោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទទី29ខែកញ្ញាថាអ្នកភូមិមួយចំនួនកំពុងព្រួយបារម្ភចំពោះការបាត់បង់ទ្រព្យសម្បត្តិនៅពេលដែលមានក្រុមចោរលួចយកម៉ូតូជាបន្តបន្ទាប់សមាជិកក្រុមប្រឹក្សាស្រុកដដែលបញ្ជាក់ថាតាមលោកកត់សម្គាល់ចាប់តាំងពីអំឡុងខែសីហារហូតដល់ខែកញ្ញាគឺមានម៉ូតូរបស់ប្រជាពលរដ្ឋចំនួន4គ្រឿងហើយត្រូវក្រុមចោរលួចយកទៅបាត់ម៉ូតូច្រើននៅក្នុងខេត្តនោះនេះចោលលួចម៉ូតូញាប់ណាស់ម៉ូតូម្សិលមិញបាត់អស់មួយគ្រឿងកាលពីមុនបិណ្ឌបាត់នឹងវត្តនោះមួយគ្រឿងដែលឪពុកវាយកូននោះហើយនៅផ្សារខេត្តនោះគិតទៅសរុបទៅក្នុងខេត្ត8ខេត្ត9នេះវាគិតទៅនៅក្នុងផ្សារវាចូល3គ្រឿងហើយនៅក្នុងវត្តមួយគ្រឿងទៀតតាមចាប់ចូលបោះបាយបិណ្ឌជុំបិណ្ឌមកកាលពីសប្តាហ៍មុនសិស្សសាលាស្រីម្នាក់នៅឃុំស្រែណូយបានបង្ខំចិត្តផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនបន្ទាប់ពីជិះម៉ូតូទៅវត្តស្រែណូយត្រូវចោរលួចបាត់លុះវិលត្រឡប់ទៅដល់ផ្ទះវិញត្រូវឪពុកខឹងសម្បានិងវាយដំរាងកាយថែមទៀតមកទោះយ៉ាងណាក្រុមសមត្ថកិច្ចអះអាងថាបញ្ហាសន្តិសុខនៅឃុំស្រែណូយទាំងមូលហាក់មិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភទេមេប៉ុស្តិ៍នគរបាលឃុំស្រែណូយលោកនីសវុនទទួលស្គាល់ថាក្នុងរយៈពេល9ខែឆ្នាំ2014នេះគឺមានការបាត់ម៉ូតូទើបតែ3ករណីប៉ុណ្ណោះទោះយ៉ាងណាមេប៉ុស្តិ៍នគរបាលដដែលបញ្ជាក់ថាអំពើលួចម៉ូតូប្រហែលបណ្ដាលមកពីមានជនចំណាក់ស្រុកពីតំបន់ផ្សេងៗចូលទៅនៅឃុំស្រែណូយកាន់តែច្រើនឡើងចំណែកអធិការនគរបាលស្រុកវ៉ារិនលោកនប់សារៈមានប្រសាសន៍ថាកម្លាំងប៉ូលីសរបស់លោកកំពុងប្រឹងប្រែងការពារសន្តិសុខឲ្យប្រជាពលរដ្ឋក៏ប៉ុន្តែភាពអសន្តិសុខនៅតែកើតឡើងកន្លែងខ្លះពីព្រោះតែប៉ូលីសប៉ុស្តិ៍មានកម្លាំងមិនគ្រប់គ្រាន់កម្លាំងប៉ូលីសយើងតិចតួចនៅក្នុងមួយប៉ុស្តិ៍គេមានតែ7នាក់ទៅ9នាក់អញ្ចឹងភូមិសាស្ត្រនៅស្រែណូយនេះវាធំផងចំពោះភូមិឃុំមានសុវត្ថិភាពគឺយើងបានណែនាំអប់រំប្រជាពលរដ្ឋឲ្យគាត់នឹងចូលរួមកិច្ចការងាររក្សារដ្ឋបាលផ្ទាល់ខ្លួនទី2ចូលរួមរាយការណ៍អំពីអត្តសញ្ញាណជនសង្ស័យឬក៏ជនផ្លេចមុខនៅក្នុងមូលដ្ឋានរបស់យើងហើយទី3នោះគឺយើងចង់ឲ្យគាត់នឹងចូលរួមជប់ឡើងមានកម្លាំងវិជាការពារភូមិទីប្រជុំជនឃុំស្រែណូយបច្ចុប្បន្នកាន់តែរីកធំទៅដោយសារតែស្ថិតនៅជាប់ដងផ្លូវជាតិ highway ដ៏សំខាន់ចេញពីព្រំដែនខ្មែរថៃនៃច្រកជាំសង្ងាំស្រុកអន្លង់វែងខេត្តរតនមានជ័យចូលមកទីក្រុងសៀមរាបនិងភ្ជាប់ទៅខេត្តមួយចំនួនទៀតដូចជាខេត្តកំពង់ធំកំពង់ចាមនិងទីក្រុងភ្នំពេញជាដើមដោយសារទីប្រជុំជនស្រែណូយកាន់តែមានមនុស្សចូលទៅរស់នៅច្រើនឡើងអាជ្ញាធរស្រុកវ៉ារិននិងអធិការនគរបាលមានគម្រោងរៀបចំសណ្ដាប់ធ្នាប់នៅទីផ្សារឲ្យមានចំណតរថយន្តព្រមទាំងរៀបចំឲ្យមានកន្លែងផ្ញើម៉ូតូត្រឹមត្រូវដើម្បីការពារសកម្មភាពចោរលួចម៉ូតូនៅពេលដែលម្ចាស់ចូលផ្សារទិញអីវ៉ាន់ជាដើមខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយនាងខ្ញុំម៉ៅសុធានីសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះចាលោកនាងជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ផ្ដោតអំពីមូលហេតុនៅពីក្រោយរឿងរត់ការរបស់តំណាងរាស្ត្រម្នាក់ពីខាងគណៈបកប្រជាជនកម្ពុជាឲ្យតំណាងអ្នកឡោពាងបញ្ឈប់ការតវ៉ារឿងដីធ្លីជាមួយនឹងភរិយាលោកស៊ុយសែមទស្សនៈបរិវត្តចំពោះការសាងសង់រូបសំណាកនៅរង្វង់មូលចំការជ័យខេត្តបាត់ដំបងហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងកញ្ញាស្ដាប់សេចក្តីរាយការណ៍ទាំងនេះជាបន្តបន្ទាប់ដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាចាលោកអ្នកស្ដាប់ជាទីមេត្រីតំណាងសហគមន៍ភូមិឡោពាងប្តឹងតំណាងរាស្ត្រមណ្ឌលភ្នំពេញរបស់គណៈប
បកប្រជាជនកម្ពុជាគឺអ្នកស្រីឡោកខេងនិងក្រុងប្តឹងម្ចាស់ក្រុមហ៊ុន KDC ទៅសាលាដំបងរាជធានីភ្នំពេញទៀតតាក់ទងនឹងការចេញមូលប្រធានបទមិនអាចបើកប្រាក់បានអ្នកស្រីឡោកខេងបានចេញមូលប្រធានបទដែលមានទឹកប្រាក់ចំនួន$10000ដល់តំណាងសហគមន៍ឈ្មោះលោករាជសីមាជាថ្នូរនឹងការបញ្ឈប់សកម្មភាពតវ៉ារបស់លោកនឹងឲ្យទៅសម្របសម្រួលប្រជាពលរដ្ឋឈប់តវ៉ារឿងដីធ្លីជាមួយនឹងក្រុមហ៊ុនតើអ្នកស្រីឡោកខេងមានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងម្ចាស់ក្រុមហ៊ុន KDC ទៅបានជាខំខ្នះខ្នែងចេញមុខនិងចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីរត់ការក្នុងរឿងទំនាស់ដីធ្លីនេះលោកចិនជាថាមានសេចក្តីរាយការណ៍អំពីបញ្ហានេះអ្នកស្រីឡោកខេងដែលបច្ចុប្បន្នជាតំណាងរាស្ត្រនិងជាសមាជិកគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេតនិងទំនាក់ទំនងរដ្ឋសភាប្រសិទ្ធភាពត្រូវបានតំណាងពលរដ្ឋអះអាងថាមានជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងទំនាស់ដីធ្លីនៅភូមិឡពាងខេត្តកំពង់ឆ្នាំងនៅមុនពេលអ្នកស្រីក្លាយជាសមាជិកគណៈកម្មការទី1នៃរដ្ឋសភានេះអ្នកស្រីបានចំណាយប្រាក់ផ្ទាល់ខ្លួននិងចេញមុខយ៉ាងសកម្មក្នុងការសម្របសម្រួលតំណាងនិងពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនប្រជាពលរដ្ឋមានចម្ងល់ថាតើអ្នកស្រីឡោកខេងមានសម្ព័ន្ធភាពយ៉ាងណាជាមួយអ្នកស្រីជាខេងដែលជាម្ចាស់ក្រុមហ៊ុន KDC ហើយមានភាគហ៊ុននៅក្នុងក្រុមហ៊ុននេះដែរឬយ៉ាងណាបានជាខំខ្នះខ្នែងបញ្ចេញសកម្មភាពក្នុងរឿងនេះចម្លើយពីខាងអ្នកស្រីឡោកខេងចំពោះចម្ងល់នេះគឺខ្លីនិងងាយស្ដាប់បំផុតប៉ុន្តែវាពិបាកឲ្យជឿអ្នកស្រីបដិសេធថាមិនជាប់ពាក់ព័ន្ធអ្វីនឹងក្រុមហ៊ុនឡើយប៉ុន្តែការដែលអ្នកស្រីធ្វើនោះគឺចង់សងគុណអ្នកស្រីជាខេងដែលត្រូវជាមិត្តភក្តិនឹងគ្នានិងជួយដល់ប្រជាពលរដ្ឋកំពុងជួបបញ្ហានៅភូមិឡពាងការចរចានឹងផ្ដល់មូលប្រធានប័ត្រទឹកប្រាក់ចំនួន$10000ដល់លោករាជសីមាដោយស្ងាត់របស់អ្នកស្រីឡោកខេងបានបែកធ្លាយជាសាធារណៈកាលពីថ្ងៃទី26ខែសីហាឆ្នាំ2014គឺបន្ទាប់ពីលោករាជសីមាប្តឹងអ្នកស្រីទៅសាលាដំបងរាជធានីភ្នំពេញពីបទឆបោកការប្តឹងនេះគឺដោយសារតែលោកមិនអាចបើកប្រាក់តាមរយៈមូលប្រធានប័ត្រដែលអ្នកស្រីឡោកខេងបានផ្ដល់ជាថ្នូរនិងការមិនឲ្យចេញមុខតវ៉ានិងតម្រូវឲ្យលោកទៅជួយសម្របសម្រួលក្រុមអ្នកភូមិបញ្ឈប់ការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនបន្តទៅទៀតអ្នកស្រីឡោកខេងមានប្រសាសន៍ថាដោយដឹងថាជំនួយការនិងជាអ្នកបើកឡានឲ្យអ្នកស្រីផ្ទាល់ជាប្អូនជីដូនមួយរបស់លោករាជសីមាទើបអ្នកស្រីមានចិត្តចង់ជួយអ្នកភូមិឡពាងតាមរយៈលោករាជសីមាដែលជាតំណាងសហគមន៍នេះម្យ៉ាងអ្នកស្រីចង់តបស្នងសងគុណម្ចាស់ក្រុមហ៊ុន KDC គឺអ្នកស្រីជាខេងផងនោះបានសម្រេចចាត់ចំណាយប្រាក់ចំនួន$10000ដោយមានធ្វើកិច្ចសន្យាជាមួយលោករាជសីមាព្រមទាំងបានទៅស្បត់នៅចំពោះមុខព្រះអង្គដងកើទៀតផងថានឹងរួមគ្នាដោះស្រាយបញ្ចប់វិបត្តិដីធ្លីនៅភូមិឡពាងនៅពេលដែលខ្ញុំឈឺកើតជំងឺមហារីកលោកជំទាវជាខេងគាត់បានជួយលើកទឹកចិត្តខ្ញុំច្រើនណាស់ជារៀងរាល់ថ្ងៃអញ្ចឹងគាត់មកលើកទឹកចិត្តខ្ញុំរហូតហើយខ្ញុំបានទទួលថវិកាពីគាត់ជួយខ្ញុំក្នុងនាមជាមិត្តភក្តិអញ្ចឹងទៅខ្ញុំបានប្រាប់រាជសីមាខ្ញុំថាខ្ញុំចង់លួចសងគុណគាត់វិញអញ្ចឹងបើគាត់អត់ព្រមជាមួយឯង$20000ទេគាត់ព្រមតែប៉ុណ្ណឹងតែខ្ញុំជួយឯងតែប៉ុណ្ណឹងចោះឥឡូវខ្ញុំសុខចិត្តជួយឯង$10000ប៉ុន្តែឯងត្រូវសន្យាជាមួយខ្ញុំថាជប់បង្កទំនាស់នៅលើដីហ្នឹងហើយឯងធ្វើជាអ្នកសម្របសម្រួលមួយឲ្យល្អស្មោះត្រង់ជាមួយប្រជាពលរដ្ឋហើយយកផលប្រយោជន៍ប្រជាពលរដ្ឋជាធំចំនួនដីធ្លីរវាងក្រុមហ៊ុន KDC របស់អ្នកស្រីជាខេងភរិយាលោកស៊ុយសែមជារដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលជាមួយពលរដ្ឋនៅឃុំតាចេះដែលអូសបន្លាយអស់រយៈពេលជិត10ឆ្នាំមកហើយនោះបានក៏ក្រើកឡើងវិញបន្ទាប់ពីក្រុមហ៊ុនដាក់កម្លាំងកម្មកររាប់រយនាក់ដើម្បីធ្វើរបងឲ្យខ្លួនកាលពីដើមខែកក្កដាឆ្នាំ2014ភាគីក្រុមហ៊ុនបានប្រើគ្រប់វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាគឺប្រើទាំងទិដ្ឋភាពច្បាប់ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនិងពេលខ្លះមានប្រើអំពើហិង្សាផងក៏មាននៅគ្រានោះហើយដែលលោករាជសីមាព្រមទទួលយកប្រាក់គោលនយោបាយពីក្រុមហ៊ុនចំនួន$10លាននិងមានការសន្យាផ្ដល់ប្រាក់បន្ថែមចំនួន$17000បន្ថែមទៀតនៅពេលដែលលោកឈប់តវ៉ានិងដកខ្លួនចេញពីក្រុមអ្នកភូមិលោករាជសីមាថ្លែងបញ្ជាក់ថានៅថ្ងៃទី7ខែកក្កដាឆ្នាំ2014អ្នកស្រីឡោកខេងបានហៅរូបលោកឲ្យទៅទទួលមូលប្រទានប័ត្រចំនួន2សន្លឹកដែលមានទឹកប្រាក់សរុប$17000នៅក្នុងផ្ទះរបស់លោកស្រីផ្ទាល់នៅរាជធានីភ្នំពេញគឺមួយសន្លឹកមានទឹកប្រាក់$10000ចេញដោយអ្នកស្រីផ្ទាល់ដែលត្រូវទៅបើកនៅធនាគារពាណិជ្ជទី1និងមួយសន្លឹកទៀតគឺចេញដោយម្ចាស់ក្រុមហ៊ុន KDC ត្រូវបើកនៅធនាគារ FBC
លោកបន្តថានៅថ្ងៃទី22ខែសីហាឆ្នាំ2014លោកបានទៅបើកប្រាក់ចំនួន$10,000នោះប៉ុន្តែបើកមិនបានឡើយដោយខាងធនាគារប្រាប់ថាមូលប្រទានប័ត្រមានស្នាមគូសលុបឲ្យទៅសុំហត្ថលេខាពីអ្នកចេញមូលប្រទានប័ត្រម្ដងទៀតទើបបើកបានក្រោយមកលោកបានទៅសុំហត្ថលេខាពីអ្នកស្រីឡោកខេងម្ដងទៀតឡើយប៉ុន្តែបានសម្រេចចិត្តប្តឹងអ្នកស្រីទៅតុលាការតែម្ដងនៅពេលឆាប់ខាងមុខលោកក៏មានគម្រោងប្តឹងម្ចាស់ក្រុមហ៊ុន KDC ដែរប្រសិនបើមូលប្រទានប័ត្រដែលមានទឹកប្រាក់ចំនួន$7,000មិនអាចបើកបាននៅថ្ងៃទី1ខែតុលាឆ្នាំ2014តាមកាលកំណត់ទៀតនោះខ្ញុំអត់ចេញមុខទាមទារតវ៉ាហើយដែលធ្វើឲ្យជំទាវនឹងទៅប្លុកឲ្យខ្ញុំផងបើសកម្មភាពគេថតខ្ញុំនេះគេថតក្នុងនាមខ្ញុំពាក់អាវកាសជាអ្នកខ្លំមើលសហគមន៍ទេគេថតរូបខ្ញុំដែលគេដាក់ក្នុងកសែតមកហ្នឹងហើយគេថតខ្ញុំស្មាតគោយន្តទៅហ្នឹងខ្ញុំថាទៅដឹកប្រជាជនមកផ្ទះទេប៉ុន្តែដល់ប្រជាជនថាខ្ញុំជួបរូបខ្ញុំឲ្យហួសកន្លែងហ្នឹងមកទៅខ្ញុំគាត់ថាទៅខ្ញុំក៏ដុបគាត់ទៅដាក់នៅព្រៃចិននេះគាត់ក៏ដើរទៅទៀតទៅក៏រត់ស្នាក់វត្តស្នាក់អីចឹងទៅខ្ញុំត្រឡប់មកផ្ទះវិញមកលោកអះអាងថាទឹកប្រាក់សរុបចំនួន$17,000ដែលលោកត្រូវទទួលបាននោះគឺបន្ទាប់ពីធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សររវាងលោកនិងអ្នកស្រីឡោកខេងចំនួន2ចំណុចគឺទី1មិនឲ្យចេញមុខតវ៉ានិងទី2បញ្ឈប់ការប្តឹងផ្តល់ភាគីក្រុមហ៊ុនលោកថាអ្នកស្រីឡោកខេងមានចេតនាបោកប្រាស់រូបលោកពីព្រោះក្រោយពីធ្វើកិច្ចសន្យានោះគឺលោកមិនបានធ្វើអ្វីខុសពីកិច្ចសន្យានិងការស្បត់នៅចំពោះមុខព្រះអង្គដងកើជាមួយលោកស្រីឡោកខេងឡើយយ៉ាងណាការប្តឹងផ្តល់លើកនេះលោកមិនសង្ឃឹមថាតុលាការនឹងរកយុត្តិធម៌ឲ្យនោះទេប៉ុន្តែលោកចង់បង្ហាញឲ្យឃើញកាន់តែច្បាស់ថាប្រព័ន្ធតុលាការនៅកម្ពុជាស្ថិតនៅក្រោមគំនាបរបស់អ្នកមានលុយនិងមានអំណាចចំណែកអ្នកស្រីឡោកខេងមានប្រសាសន៍តបថារហូតមកដល់ពេលនេះមិនទាន់បានឃើញខាងតុលាការក៏ហៅរូបអ្នកស្រីទៅសួរនាំតាក់ទងនឹងរឿងនេះនៅឡើយទេហើយអ្នកស្រីក៏មិនចង់តតាំងអ្វីជាមួយនឹងលោករាជសីមាដែរគឺទុកឲ្យខាងតុលាការជាអ្នកធ្វើ